ពីសិស្សសម្ដែងនៅទឹកចិត្តដឹងគុណសពគ្រប់អស់ហើយសិប្បករគីម៉ាន់បានចាប់ផ្ដើមក្បាច់រាំថ្វាយគ្រូលោកឲ្យដឹងថាតួអង្គទាំងឡាយក្នុងរបាំយក្សរាំពេលថ្វាយគ្រូគឺមានក្បាច់ផ្សេងគ្នាដោយឡែកគ្រូដែលជាអ្នកបង្ហាត់បង្រៀនវិញក្បាច់ថ្វាយគ្រូមានច្រើនចំណុចមនោវិញ្ញាណស្ដែងឡើងនៅទឹកចិត្តគោរពចំពោះគ្រូដើមបួងសួងសុំពរជ័យពីវត្ថុស័ក្តិសិទ្ធិទាំងឡាយថ្វាយគ្រូយើងរំលឹកគុណគ្រូយើងមិនក្បូរក្បាច់ខាងប្រដាល់ក៏មានក្បាច់ដែរគេរំលឹកគុណគ្រូដល់ខ្ញុំមានក្បាច់យ៉ាក់ដើម្បីរំលឹកគុណគ្រូដែលគ្រូបន្សល់ទុកឲ្យដល់លោកនេះឡាកណាឡាថ្វាយគ្រូនេះយើងសម្ប៉ះហើយដល់គ្រូសម្ប៉ះវិញដោយឡែកពីក្បាច់យ៉ាក់សម្ប៉ះយកឲ្យរ៉ាសម្ប៉ះមិនទាំង4ទិសជើងត្បូងនិងពេលលិចបញ្ចប់សម្ប៉ះពេជ្រតង់ទៅមកដល់ចប់ដាក់មកគ្រូយក្សជាតួអង្គតំណាងឲ្យក្រុងរាពណ៍ក្នុងរឿងរាមកេរ្តិ៍រួមជាមួយនឹងតួអង្គក្របបង្គាប់មួយចំនួនដូចជាគុម្ភកាពិភេកជាដើមថ្វាយគ្រូមុនក្នុងមនោរម្យរបស់មនុស្សគ្រប់គ្នាយក្សតែងតែជាតួអង្គកំណាចតែងតែបង្ករឿងប្រឆាំងគ្រប់ពេលប៉ុន្តែក្នុងរឿងរាមកេរ្តិ៍និងជំនឿក្នុងពិធីថ្វាយគ្រូតួអង្គយក្សមួយចំនួនក៏ធ្លាប់ប្រតិបត្តិធម៌ការពារយុត្តិធម៌ផងដែរថ្វាយគ្រូយក្សសម្ដែង3ក្បាច់រួមមានក្បាច់ថ្វាយគ្រូក្បាច់រាងប្រាសាទនិងក្បាច់ថ្វាយបង្គំទិសទាំងអស់ដើម្បីសម្ដែងនៅការដឹងគុណចំពោះគ្រូដើមក្បាច់ទាំង3នេះមានចំណុចរួមគឺថ្វាយបង្គំផ្អៀងទៅម្ខាងបើយើងរៀនចេះយើងមិននឹកគុណគ្រូទេតែទៅដល់ទីណាក៏មិនសម្រេចមិនសម្រេចការងារដែរតែយើងទៅសម្ដែងចេះមិនបានឈើតនេះថាក្នុងចិត្តមិនបានរំភើបតែយើងនឹកគុណគ្រូយើងដឹងគុណគ្រូអញ្ចឹងទៅសម្ដែងទៅយើងថាយើងមានអារម្មណ៍រំភើបប្រងខ្លួនគ្រូនេះថាអូទី2យើងនេះថាយើងទៅធ្វើឆ្ងាយតែចិត្តនោះទៅនឹកថាយើងថានឹកទីថាចូលឆ្នាំដូនតាអញ្ចឹងយើងបានពេលឱកាសមកទៅសុខទុក្ខគាត់មើលសុខសប្បាយគេទេឆ្នាំថ្មីអញ្ចឹងតែទៅដល់ទីណាក៏នឹកឃើញដែរខុសពីតួអង្គយក្សហនុមានពេលរាំថ្វាយគ្រូគឺលើកដៃសំពះថ្វាយបង្គំចំពោះមុខរួចហើយលើកដៃដាក់លើថ្ងាសក្រោយពីប្រើក្បាច់បើកវាំងនន់សូមការអនុញ្ញាតបានជួលគល់គ្រូហនុមានប្រើក្បាច់ក្រសាលបន្តទៀតបញ្ចេញនៅក្រមិចក្រមុំដោយអត្ថន័យក្រសោបនៅគ្រឿងសក្ការៈបូជាមកថ្វាយគ្រូមកថ្វាយគ្រូចេញក្បាច់មិនបងមកថ្វាយគុំគ្រូថ្វាយគុំគ្រូហើយបាននឹងសម្ដែងបានដល់ពេលលេងនោះយើងលេងទៅម្ដងទៀតទៅដល់តេះខាងណាលេងអញ្ចឹងណាទៅសុខថ្វាយទៅម្ដងទៀតមិនចេញគ្រូទៅលើកអោយបានសម្ដែងបានតោទៅចេញទៅក្នុងមានដំណើរទៅឆ្នះមែនអញ្ចឹងរបាំយក្សរាំមានតួរងច្រើនក្រៅពីតួក្រមបង្គាប់របស់តួឯកគឺយក្សនិងស្វានៅមានតួឥសីឥសូរនាងពីងពួយឆៃយ៉ាំទៀតផងក្នុងឱកាសថ្វាយគ្រូឆ្នាំនេះក្រុមឆៃយ៉ាំបានជ្រើសរើសជាតំណាងតួរងប្រគំភ្លេងបទព្រះអាទិត្យជិតរះសម្រាប់ថ្វាយគ្រូតួរងទាំងឡាយពេលរាំថ្វាយគ្រូហើយក៏ថ្វាយបង្គំផ្អៀងទៅម្ខាងដូចជាតួយក្សដែរប៉ុន្តែត្រូវបន្ទាបខ្លួនចុះក្នុងតួអង្គដែលមកសម្ដែងហ្នឹងមើលតាមលេខខ្ញុំមើលហ្នឹងគេថាហៅថាបង្ហាញនៅក្បាច់ទួលក្បាច់ទួលដើម្បីអ្វីដើម្បីថាលាតដាងនៅតួនាទីរបស់ខ្លួនដែលបានមកព្រៀនហើយចេះហើយបានសម្ដែងហើយអានេះហៅថាក្បាច់ទួលដើម្បីនឹងទួលមកអូនលំទូនថ្វាយព្រះគ្រូនៅក្នុងថ្ងៃនេះដើម្បីគ្រូទទួលស្គាល់ថាសិស្សមួយនេះបានមករៀនក្បាច់នេះពិតប្រាកដមែនពេលតួទាំងឡាយរាំថ្វាយគ្រូរួចហើយ
អ្នករត់គ្នាបានអារាធនាព្រះសង្ឃចម្រើនព្រះបារតព្រះសង្ឃចម្រើនពរជ័យនិងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសិប្បករគ្រប់ចំនួនដែលបានចែកឋានទៅហើយ ការងារនេះការងារខាងក្រៅទេប៉ុន្តែដោយអាស្រ័យនេះថាយើងយកគេហាត់ឋានរបស់គ្រូយើងយកគេហាត់ឋានរបស់គ្រូយើងធ្វើជាលំនៅសម្រាប់យើងមកធ្វើជាពិធីគោរពបូជាការងាររបស់យើងខ្ញុំនេះយើងមិនអាចនឹងបោះបង់ព្រះសង្ឃបានទើបយើងខ្ញុំនឹងត្រូវតែនិមន្តព្រះសង្ឃមកដើម្បីព្រះអង្គនឹងជួយប្រកព្រំបន្ថែមហើយនឹងជាពិសេសគឺថាចង់បាននិមន្តព្រះសង្ឃមកទទួលផាត់ផងដើម្បីដាបាំងស្គូលនេះជូនទៅដល់ខាងការងារដែលយើងខ្ញុំបានសិក្សារៀនសូត្រនេះ ពិធីកិច្ចចុងក្រោយក្នុងថ្ងៃថ្វាយគ្រូគឺអ្នកទាំងអស់គ្នាអង្គុយមកបួងសួងសូមឲ្យគ្រូដើមប្រែក្រោយឲ្យពរជ័យជូនសិស្សគ្រប់ចំនួនដែលបានរំលឹកគុណគ្រូដោយសុទ្ធចិត្តការងារចាប់សពគ្រប់ហើយអ្នករាល់គ្នាសូមការអនុញ្ញាតពីសំណាក់លោកគ្រូគីម៉ាន់យកមុខយៈមុខស្វាទៅវិញដើម្បីនាំគ្នាចេញទៅសម្ដែងបម្រើពិធីបុណ្យផ្សេងអេសីអេសូជាពីរតួអង្គបានរំលឹកដល់ច្រើនបំផុតក្នុងរឿងព្រេងខ្មែរក្នុងមโนរម្យរបស់មាមីងនេះគឺជាតបោះពីររូបតែងតែជួយសង្គ្រោះមនុស្សដែលជួបគ្រោះថ្នាក់បង្ហាត់បង្រៀនមន្តវិជ្ជាដើម្បីឲ្យពុះសាសកម្ចាត់បងអំពើទុច្ចរិតរឿងដំណើរទាំងនេះបានសិប្បករទាំងឡាយយកមកធ្វើជាប្រធានបទសម្រាប់ដឹកនាំសម្ដែងឈុតឆាកសិល្បៈឃើញច្បាប់បំផុតគឺក្នុងរបាំយក្សរាំថ្វាយគ្រូក្នុងសិល្បៈរបាំយក្សរាំគឺជាទំនៀមទម្លាប់ល្អមួយស្ដែងឡើងនៅការតបស្នងសងគុណរបស់សិស្សចំពោះគ្រូដើមពិធីកិច្ចទាំងឡាយក្នុងថ្ងៃថ្វាយគ្រូបានរួមចំណែកលើកតម្កើងនៅលក្ខណៈពិសេសរបស់ទម្រង់សិល្បៈ